ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបានមកបេះតកួនបងប្អូនអើយលោកជ័យណាបងប្អូនណាតំណងឆ្ងាញ់និទានស្រួយមើលទៅមកលោកជ័យស្រស់ស្រាយបងប្អូនណាតកួននេះតកួនស្រែបងប្អូនអើយនៅក្នុងនេះគេត្រួយ7តែម្ដងយើងមកសំឡំម្ជូរត្រកួនត្រួយ7ជាមួយនឹងកង្កែបហើយនឹងស្បែកជ្រូកអញ្ចឹងបងប្អូនណាឥឡូវនេះយើងបានហាន់ត្រួយ7ហ្នឹងយើងហាន់វាស្អាតលាងទឹកហើយហ្នឹងយើងហាន់វាស្អាតទុកឲ្យហើយអញ្ចឹងណាបងប្អូនណាយើងងាយស្រួលស្លនៅពេលដែលស្លយើងដាក់ចាប់ចូលយកតែម្ដងឥឡូវយើងនេះយើងហាន់រួចរាល់អស់ណាបងប្អូនណាត្រួយ7គឺក៏ខ្ចីនេះដែរអញ្ចឹងណាបងប្អូនណានេះត្រកួនយើងចាប់ដើមលាងត្រកួនយើងម្ដងបន្ទាប់ពីយើងបេះស្លឹករួចរាល់អស់ហើយយើងចាក់ទឹកវាលាងឲ្យស្អាតពីវាទឹកណាបងប្អូនណាសំខាន់ខែនេះវាមានដីវាមានភ្លៀងអញ្ចឹងភ្ជាប់មកជាមួយអញ្ចឹងយើងលាងវាពី3ទឹកទៅគឺឲ្យវាស្អាតអញ្ចឹងណាបងប្អូនដល់ពេលយើងញ៉ាំឲ្យមាននេះទេអញ្ចឹងបងប្អូនណាឥឡូវយើងចាប់ដើមចិត្តតកួននឹងហើយថាកាត់តកួនវាទៅដាក់ចូលក្នុងទឹកមួយមកលោកអញ្ចឹងណាបងប្អូនណាហ្នឹងហើយបងប្អូននេះបងប្អូនទៅតែនឹងស្បែកជ្រូកក្នុងកង្កែបរបស់យើងណាបងប្អូនគេឆ្លោះបានបងប្អូនអើយខានហូបយូរដែរមិនដឹងថាឆ្ងាញ់ប្រហែលទេបងប្អូនសម្លម្ជូរកង្កែបព្រួយ7គេហៅថាដើមឆ្នាំណាបងប្អូនណាអ្នកគ្រឿងផ្សំយើងមើលខាងតែប៉ុណ្្នឹងសិនចោះអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងចាប់ដើមមកកូរគ្រឿងរបស់យើងណាគ្រឿងរបស់យើងមានអីខ្លះទេបងប្អូនអើយខ្ញុំមកអត់តន់ទេបងប្អូនណាហ្នឹងហើយបងប្អូនណាគ្រឿងរបស់យើងបានលីងគ្រឿងយើងឲ្យវាឈ្ងុយឲ្យវាឆ្អិនអញ្ចឹងណាបន្ទាប់មកយើងចាក់សាច់ចូលបងប្អូនណាសាច់របស់យើងដែលបានត្រៀមហើយលាងស្អាតចាស់ហាន់ហើយហ្នឹងយើងចាក់វាចូលដើម្បីយើងលីងជាមួយគ្រឿងរបស់យើងឲ្យវាចូលជាតិចូលអីមកឲ្យវាឈ្ងុយឲ្យវាឆ្អិនសាច់មួយចំនួនណាបងប្អូនណាមានតែពីពងកែបផងអីទេបងប្អូនអើយតំណឆ្ងាញ់ជាពិសេសស្បែកជ្រូកបងប្អូនណាបែកជ្រូកសុទ្ធតែម្ដងអត់មានខ្លាញ់ទេអញ្ចឹងណាបងប្អូនណានេះបងប្អូនឥឡូវនេះយើងចាក់ទឹកចាក់អីមួយស្របក់មកឲ្យវាពុះអញ្ចឹងណាតពីពុះហើយយើងដាក់តកួនចូលមកបងប្អូនណាសាច់ឆ្អិនតិចហើយតកួនចូលយើងដាក់អំបិលម្សៅស៊ុបរ៉ូឌីអីចឹងណាបងប្អូនយើងតាមចំណង់ចំណូលចិត្តដែលបងប្អូនដាក់ហើយសឿងគ្រឿងផ្សំអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងចាប់ដើមដាក់បំពុះហើយយើងក្របវាមកសន្ទុះសិនបងប្អូនណាដើម្បីឲ្យគ្រឿងអស់ចូលហើយជាមួយនឹងឆ្អិនតកួនអីតកួនវាឆ្អិនអីចឹងណាបងប្អូនណាឥឡូវនេះគឺចាប់ដើមឆ្អិនហើយបងប្អូនតមកយើងនឹងបង់ត្រួយអំពិលរបស់យើងដែលបានត្រៀមហើយហ្នឹងយើងដាក់ចូលក្នុងឆ្នាំងដាក់តាមសន្ទុះទៅឆ្អិនហើយបងប្អូនណាភាសាត្រួយអំពិលហើយតកួននេះលឿនទេឲ្យឆ្អិនសាច់ឥឡូវនេះយើងចាប់ដាក់ម្រះប្រៅហើយបងប្អូនកាលណាដែលយើងដាក់ម្រះប្រៅគឺន័យថាឆ្អិនហើយយើងអាចដួសបានហើយហូបហើយណាបងប្អូនណាជាពិសេសបើបងប្អូនចេះហិលយើងអាចដាក់ម្ទេសក្រហមទៅគឺឆ្ងាញ់តែម្ដងហើយដឹងតែនេះថាគាត់មកឆ្ងាញ់ជាតិតែម្ដងបងប្អូនណាថែមម្ទេសអញ្ចឹងប៉ុន្តែដោយសារតែយើងអត់សូវចេះហិលអញ្ចឹងហើយយើងអត់បានដាក់ម្ទេសទេបងប្អូនណាពុះខូចតំណបងប្អូនឡើយឆ្អិនហើយបងប្អូនណាខ្ញុំបានយកមកដួសចែកគ្នាហូបហើយបងប្អូនណាជាតិណាបងប្អូនណាខានហូបយូរស្រក់ទឹកមាត់ហើយគាត់ណានិយាយក៏ស្រក់ទឹកមាត់ដែរបងប្អូនណាគេថាសម្លម្ជូរត្រួយអំពិលជាមួយនឹងកែបស្រុកស្រែទៀតបងប្អូនអើយឆ្ងាញ់ជាតិបងប្អូន